Hello ក៏ដូចជាសួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកអ្នកនរគ្នាអំពីរបៀបធ្វើការបដូរឈ្មោះនៅក្នុងaccount Mobile Legends របស់យើងដោយចំណាយបច្ចុប្បន្នតិចបំផុតហ្នឹងហើយអញ្ចឹងដូចអ្នកនរគ្នាបានដឹងហើយនៅពេលដែលយើងចង់បដូរឈ្មោះគឺគេតម្រូវឲ្យយើងមានការដូរឈ្មោះមួយហើយសម្រាប់ការដូរឈ្មោះហ្នឹងគឺគេដាក់លក់នៅក្នុង shop ដែលមានតម្លៃរហូតដល់299បាច់អញ្ចឹងហើយកន្លែងនេះគឺគេ discount 20%អញ្ចឹងវាសល់តែ239បាច់ទេហ្នឹងហើយ239 diamond អញ្ចឹងដើម្បីអាចដូរឈ្មោះដោយចំណាយបាច់អស់តិចបានហ្នឹងហើយអ្នកនរគ្នាចូលមកកន្លែងនេះមកហ្នឹងហើយយើងមិនបាច់ទិញនៅកន្លែង shop ហ្នឹងទេយើងចូលមកកន្លែងនេះវិញយើងចូលមកកន្លែង diamond ខាងលើនេះយើងចុចកន្លែង diamond ហើយយើងមកយកពាក្យថានេះ S39 first recharge កន្លែងនេះខ្ញុំប៉ះលើវាមួយទៅអញ្ចឹងមកដល់កន្លែងនេះអ្នកនរគ្នានឹងឃើញកន្លែងនេះនៅក្រោមអក្សរ S នេះ39នេះអញ្ចឹងទី1គេដាក់ថា recharge 20 diamond to claim អញ្ចឹងនៅពេលដែលយើង recharge 20 diamond ហ្នឹងយើងនឹងទទួលបាន avatar border នឹងមួយហើយបន្ទាប់មកកន្លែងនេះគឺគេលក់តែ50ពេជ្រទេហ្នឹងហើយអ្នកនរគ្នាអាចចូលទៅមើល account អ្នកនរគ្នាបានអញ្ចឹងដោយសារតែកន្លែងនេះខ្ញុំបានទិញហើយអញ្ចឹងគឺវាអត់ឃើញតម្លៃពេជ្រទេហ្នឹងហើយអញ្ចឹងកន្លែងនេះគឺតម្លៃ50ពេជ្រដែលបើយើងគិតជាលុយដែលយើងបញ្ចូល diamond វាប្រហែលជា$1ជាងអីទេហ្នឹងហើយអញ្ចឹងបើប្រៀបធៀបជាមួយនឹងនៅក្នុង shop ដែលយើងទិញហ្នឹងគឺចំណាយរហូតដល់$5យើងអាចថា$5ចុះហ្នឹងហើយ299ពេជ្រហ្នឹងគឺបើសិនជាយើងគិតជាលុយគឺវាអាច$4ជាងទៅ$5ដែរអញ្ចឹងអ្នកនរគ្នាធ្វើតាមខ្ញុំ Have you heard about the Oasis? It's a paradise Beller created for all Ageltians. យើងចូលមកកន្លែងនេះហើយយើងមកទិញកន្លែងនេះមកនេះប៉ុន្តែកន្លែងនេះគឺគេនឹង refresh រៀងរាល់មួយ season ម្ដងអញ្ចឹងមានន័យថាមួយ season ហ្នឹងគឺយើងទិញបានតែម្ដងទេហ្នឹងហើយអញ្ចឹងកន្លែងនេះដោយសារតែខ្ញុំបានទិញហើយអញ្ចឹងយើងទៅធ្វើការបដូរឈ្មោះទាំងអស់គ្នាហ្នឹងហើយអញ្ចឹងយើងចូលមកកន្លែង inventory មកហើយយើងទៅរកកាតដែលយើងបានទិញមិញហ្នឹងអញ្ចឹងខ្ញុំសុំទៅរកកាតបន្តិចនៅកន្លែងណា scroll រមើ rename card អត់ឃើញចឹងចាំទិញដល់គ្នាណាខ្ញុំកន្លែងនេះខ្ញុំបានទិញហើយខ្ញុំបានទិញមុននឹងតិចប៉ុន្តែឥឡូវយើងរត់ឃើញហើយ rename card នេះហើយនេះសញ្ញារូបរោមសត្វហ្នឹងអញ្ចឹងយើងចុចលើវាមួយទៅតោះមកយើងចុច use តោះមកនេះកន្លែងនេះយើងធ្វើការដាក់ឈ្មោះដែលយើងចង់ដាក់មកអញ្ចឹងខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំខ្ញុំដាក់ឈ្មោះអញ្ចឹងបន្ទាប់ពីយើងដាក់ឈ្មោះហើយយើងចុចដាន់មកយើងចុចដាន់តោះមកយើងចុច OK មួយទៀតនេះអញ្ចឹងគេដាក់ថា congratulations នេះអញ្ចឹងយើងចេញមកវិញមកនេះពិតឈ្មោះដែលខ្ញុំបានដាក់មិញគឺវាជាប់នៅហ្នឹងហើយអញ្ចឹងនេះអញ្ចឹងរងចាំតិចទៅនឹងដោយសារតែវា slow Wi-Fi file ហើយហ្នឹងអញ្ចឹងយើងបាច់មើលឡើងនេះទេយើងមើលគ្នាអាចមើលលើនេះបានហើយ DR Julian ដែលខ្ញុំបានដូរមិញហ្នឹងគឺវាជាប់នៅលើហ្នឹងហើយអញ្ចឹងវីដេអូចែកម្លែកហ្នឹងគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយជួបគ្នានៅវីដេអូក្រោយបាយបាយ